ក្រមកិច្ចខិតខំប្រឹងប្រែងអស់លទ្ធភាពពីសំណាក់ក្រមវិជ្ជបណ្ឌិតជំនាញអស់រយៈពេល4យប់3ថ្ងៃក្រោយមកលទ្ធផលជាអវិជ្ជមានត្រូវបានប្រាប់ដោយក្រុមគ្រូពេទ្យថាយុទ្ធមិត្តជួរមុខរបស់ពួកយើងបានស្លាប់ខួរក្បាលបាត់ទៅហើយគ្មានសង្ឃឹមនឹងអាចស្រោចស្រង់ជីវិតត្រឡប់មកវិញទេថ្មីត្បិតតែបេះដូងសុកណងនៅដើរក៏ដោយបងលីចាលោកអើយខ្ញុំយំស្រណោះលោកមេតបវ័យក្មេងនៃចលនាបដិវត្តផ្នែកគំនិតបានធ្លាក់ពីលើខ្នងសេះខ្លួនដេកសន្ធឹងនៅលើដីដោយបន្សល់ទុកនូវអនុស្សាវរីយ៍ថ្មីៗដ៏គួរឲ្យអាឡោះអាល័យនិងសមរភូមិដ៏វែងឆ្ងាយតជំនាន់ក្នុងការសង្គ្រោះពូជសាសន៍របស់ពួកយើងគ្មានថ្ងៃវិលត្រឡប់ឡើយនេះហើយយុទ្ធមិត្តជួរមុខនៃចលនាបដិវត្តផ្នែកគំនិតរបស់ពួកយើងជុនបាំងដេវត្តណាបានសូនសងខាងភ្នូដ៏តូចមួយរបស់សម្លាញ់នឹងកប់ក្នុងបេះដូងរបស់ពួកយើងគ្រប់គ្នារហូតដល់សុបិនរួមរបស់ពួកយើងបានសម្រេចនឹងថ្ងៃដែលពួកយើងម្នាក់លាចាកលោកនេះទៅវីរភាពនឹងការលះបង់របស់មិត្តក្នុងការស្រោចស្រង់មាតុភូមិដ៏ខ្លោចផ្សារបស់ពួកយើងនឹងត្រូវបានចងចាំគ្មានថ្ងៃបំភ្លេចចោលឡើយលីហើយសុកណងតបជួង